សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយរឿងរបស់ Admin ថ្ងៃនេះ Admin មកបន្តសាច់រឿង Love on the Chuck Highland ភាគ 2 ជាបន្តទៀតដែលមុននឹងចូលដល់សាច់រឿងរបស់យើងចំពោះប្រិយមិត្តដែលអត់ទាន់បានជួយ Subscribe Channel ថ្មីរបស់ Admin សូមជួយ Subscribe ឲ្យ Admin ម្នាក់មួយផង Admin ក៏សូមអរគុណសម្រាប់ទឹកចិត្តប្រិយមិត្តដែលស្រឡាញ់រាប់អាន Admin ដូចគ្នាតើអ្នកទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរមកតាមដានសាច់រឿងជាមួយ Admin តែម្ដងទៅឆ្លៀតឱកាសពេលដែលលោកសុងចូលទៅកាន់សន្តាគារ Yen Thu ក៏បានទៅមើលគូ Yen ដោយសភាពរបស់គូ Yen គួរឲ្យខ្លាចខ្លាំងមែនទែនគេបើកភ្នែកធំសម្លឹងមកកាន់ Yen Thu ដែលធ្វើឲ្យ Yen Thu នឹងគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងរំពេចនោះក៏ដឹងអាគារភ័យចាប់ដើមបន្លឺឡើងធ្វើឲ្យ Yen Thu នឹងបញ្ញាបញ្ញាចូលទៅក្នុងសន្តាគារគ្រាន់តែឃើញ Yen Thu ភ្លាមលោកសុងក៏បានឲ្យគេនឹងបញ្ញាបញ្ញាបញ្ឈប់ទៅកាន់តួស្រីតែដោយមនុស្សច្រើនពេកធ្វើឲ្យ Yen Thu នឹងគេស្ដាប់មិនបានឡើយខណៈពេលនោះគេក៏បានបុកជាមួយនឹងចៅលូដែលធ្វើឲ្យអ្នកទាំងពីរនឹងបានដឹងយ៉ាងច្បាស់ថាពួកគេនឹងធ្លាប់ជួបគ្នាពីមុនមកសម្លេងលោកសុងបន្លឺឡើងម្ដងទៀតធ្វើឲ្យតួស្រីនឹងបញ្ញាបញ្ញារត់គេចទៅលោកសុងពិតជាខឹងយ៉ាងខ្លាំងសួរគូ Yen ថាមិនបានជាមកទីនេះឲ្យគេនឹងបញ្ញាបញ្ញាចុះទៅមើលគូ Yen ទៅក្លែកមកកាន់តួស្រីដែលឡើងមកខាងលើវិញម្ដងភ្លាមនោះនាងក៏បានប្រទះឃើញកន្សែងដែលធ្វើឲ្យនាងនឹងមានគំនិតមួយដែលយកកន្សែងនឹងរងក្បាលបន្លំធ្វើជាភ្ញៀវដើរចុះមកខាងក្រោមវិញធ្វើឲ្យលោកសុងនឹងមិនអាចចាប់នាងបាននោះឡើយគេនៅតែបន្តតាមរឹកនាងក្នុងបន្ទប់នីមួយៗចំណែកឯតួស្រីនាងក៏បានត្រឡប់មកកាន់បន្ទប់វិញដាក់លោកសុងនឹងចូលទៅក្នុងវ៉ាលីដើម្បីចាកចេញទៅរំពេចនោះនាងក៏បានលើបមើលឃើញលោកសុងនឹងដើរមកដល់មុខបន្ទប់របស់នាងដែលធ្វើឲ្យនាងនឹងពិតជាភ័យខ្លាចយ៉ាងខ្លាំងចំណែកឯលោកសុងក៏មានការសង្ស័យចំពោះបន្ទប់មួយនោះដែរសំណាងល្អសន្តាគារក៏បានភ្ជាប់ភ្លើងឡើងវិញធ្វើឲ្យលោកសុងនឹងបន្តដំណើររបស់គេទៅមុខទៀតក្លែកមកកាន់តួស្រីនាងពិតជាធូរស្រាលខ្លាំងមែនទែនមើលរបួសដែលនៅលើស្មារបស់នាងក៏មិនតិចដែរអ្នកទាំងអស់គ្នារួចនាងបន្តមើលមុខរបួសរបស់លោកសុនធ្វើឲ្យនាងនឹងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងសារៀងជាបន្តក៏បានបង្ហាញអំពីភូមិគ្រឹះដ៏ប្រណិតមួយដែលម្ចាស់គ្រប់គ្រងគ្រួសារគឺជាស្ត្រីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះថាអ្នកស្រីលីនស៊ីរ៉ូលុះដល់ហើយពេលល្ងាចអ្នកបម្រើក៏បានរៀបចំយ៉ាងម៉ត់ចត់ខ្លាំងមែនទែនដែលនៅទីនោះក៏មានក្មេងស្រីម្នាក់ទៀតរុំតុអាហារជាមួយនឹងអ្នកនាងលីនដែលមានឈ្មោះថាលីនលីងម្ហូបចម្បងនៅពេលល្ងាចគឺជាស្តេកដែលមើលទៅវាដូចជាឆៅទាំងស្រុងអញ្ចឹងធ្វើឲ្យលីនលីងនាងអត់ហ៊ានញ៉ាំនោះឡើយឃើញបែបនេះអ្នកស្រីលីនក៏បានសួរនាងនឹងចាប់ម្ហូបឲ្យនាងញ៉ាំជាច្រើនប៉ុន្តែលីនលីងគេនៅតែបដិសេធដែលធ្វើឲ្យអ្នកស្រីលីននឹងទម្លាក់សមរបស់គាត់ចុះតែម្ដងសកម្មភាពនៅពេលនេះត្រូវបានបង្អាក់ទាំងស្រុងសូម្បីតែអ្នកបម្រើក៏ចោទភ្នែកទៅមើលលីនលីងដែរធ្វើឲ្យលីនលីងនឹងនាងពិតជាខ្លាចយ៉ាងខ្លាំងរួចក៏បង្ខំចិត្តយកសាច់ជ្រូកនឹងញ៉ាំចូលទៅក្នុងមាត់បើទោះបីជានាងចង់ក្អួតចេញមកក្រៅក៏នាងមិនហ៊ាននោះដែរភ្លាមនោះអ្នកស្រីលីនក៏បានទទួលទូរស័ព្ទអំពីលោកសុងនិយាយអំពីរឿងគូជាដែលបង្កភាពរញ៉េរញ៉ៃអីអញ្ចឹងណាលោកស្រីបានលើបែបនេះហើយក៏បានសម្លឹងទៅកាន់អ្នកបម្រើដែលធ្វើឲ្យពួកគេនឹងបានដឹងយ៉ាងច្បាស់រួចពួកគេក៏បានចាកចេញទៅមិនហ៊ានរំខានអ្នកស្រីនោះឡើយលីងលីនគ្រាន់តែបានចេញមកខាងក្រៅភ្លាមនាងក៏បានរត់ទៅក្អួតសាច់ជ្រូកនោះអស់ដែលធ្វើឲ្យមេការនៅក្នុងផ្ទះហាក់ពិតជាហួសចិត្តខ្លាំងមែនទែនក្រោយមកនាងក៏បានត្រឡប់មកវិញលើបស្ដាប់អ្នកស្រីលីននឹងនិយាយជាមួយនឹងលោកសុងដែលមានថតសម្លេងទុកទៀតផងចំណែកឯលោកសុងក៏បានរាយការណ៍អំពីរឿងគូជានឹងមិនអាចគ្រប់គ្រងខ្លួនឯងបានវេបហាទៅលើស្ត្រីម្នាក់ដែលមានរបួសដែរអ្វីតែបាត់ទៅពេលនេះគេស្ថិតក្រោមការគ្រប់គ្រងតែវាក៏ជាកំហុសរបស់ខ្លួនអ្វីប្រហែលក្នុងការមើលថែគេផងដែរបន្ទាប់ពីអ្នកស្រីលីនឲ្យគេយកគូយេនត្រឡប់មកវិញគេក៏បាននិយាយរឿងដែលតាក់ទងជាមួយនឹងយេនធួថាអំឡុងពេលកើតហេតុគេក៏នៅទីនោះដែរស្ដាប់ឮហើយអ្នកស្រីលីនពិតជាខឹងយ៉ាងខ្លាំងរហូតដាក់ទូរស័ព្ទចុះនិងបញ្ចេញថាអពររបស់គាត់ដែលធ្វើឲ្យរបស់របរនៅទីនោះរងើអស់ហើយរួចនាងក៏បានឲ្យលោកសុងនឹងយកទូរស័ព្ទទៅឲ្យយេនធួដែលនិយាយអំពីអាជីវកម្មនៃគ្រួសាររបស់គេរួមជាមួយនឹងគូប្រកួតប្រជែងផងដែរក៏គ្មានអំណងក្នុងការលាក់បាំងចំពោះគេនោះទេអ្វីដែលគាត់ធ្វើគាត់តែចង់ការពារគេតែប៉ុណ្ណោះសង្ឃឹមថាគេយល់អំពីអំណងរបស់គាត់ម្យ៉ាងវិញទៀតលោកសុងបានបរាជ័យក្នុងរឿងមួយនេះភារកិច្ចបន្តគឺត្រូវឲ្យគេនឹងយកគូជានឹងត្រឡប់មកវិញចំណែកឯយេនធួគេក៏មិននិយាយអ្វីច្រើននោះដែរក្រោយពេលឲ្យទូរស័ព្ទទៅកាន់លោកសុងគេក៏បានបើកឡានចាក់ចេញទៅទុកឲ្យលោកសុងនឹងនៅទីនេះចំណែកឯសកម្មភាពរបស់អ្នកទាំងពីរក៏ត្រូវបានលើបមើលដោយជាលូផងដែរនាងបានផ្ញើសារទៅកាន់ក្រុមរបស់នាងអំពីផ្លាកលេខឡានរបស់យេនធួសូមឲ្យអ្នកគ្រប់គ្នានឹងតាមមើលឡានមួយនេះផងសាច់រឿងជាបន្តក៏បានបង្ហាញអំពីក្រុមសង្គ្រោះណានសានដែលស្ថិតនៅក្នុងទីក្រុងស៊ីឆានដោយពួកគេសុទ្ធសឹងតែជាអ្នកប្រមាញ់នៃភ្នំខាងត្បូងរំពេចនោះសាររបស់តួស្រីក៏ចាប់ផ្ដើមចូលនៅក្នុងទូរស័ព្ទរបស់ពួកគេប៉ុន្តែលោកដៃក៏អត់ចេះមើលនោះឡើយទៅអ្នកនាងយូរ៉ុងនឹងបានបង្រៀនគាត់ម្ដងទៀតហើយសើចចំអកគាត់យ៉ាងខ្លាំងព្រោះតែនាងនឹងបង្រៀនគាត់ជាច្រើនលើច្រើនសារប៉ុន្តែគាត់នៅតែអត់ចាំអីចឹងណាក្លែកមកកាន់យុវជនវ័យក្មេងដែលមានឈ្មោះថាសៅកស៊ឺគេគឺជាកូនប្រុសមេដឹកនាំអ្នកប្រមាញ់ភ្នំខាងត្បូងហើយគេពិតជាចង់ចូលរួមក្រុមជាមួយនឹងពួកគាត់ខ្លាំងមែនទែនតែក៏ត្រូវលោកដៃនឹងបដិសេធគុំឲ្យគេនឹងរវិលរវល់ជាមួយនឹងរឿងមួយនេះអីចំណែកឯបរិះដែលកំពុងតែនិយាយទូរស័ព្ទលឺអានេះវិញគេមានឈ្មោះថាសាងឈួងអ្នកនាងយូរ៉ុងក៏បាននិយាយទៅកាន់មេដឹកនាំរបស់ពួកគេអំពីសាររបស់តួស្រីទើបមេដឹកនាំរបស់ពួកគេនឹងចាប់ផ្ដើមឲ្យអ្នកគ្រប់គ្នានឹងមើលសាររបស់នាងតែកូនប្រុសរបស់គាត់អត់មាននៅក្នុងក្រុមមួយនោះឡើយដែលធ្វើឲ្យគេនឹងពិតជាអន្តេះសារខ្លាំងមែនទែនក្រោយពេលដែលមេដឹកនាំស៊ូពី3សំណួរទៅកាន់កូនប្រុសរបស់ខ្លួនគាត់ក៏បានយល់ព្រមដែលធ្វើឲ្យគេនឹងពិតជាសប្បាយចិត្តខ្លាំងណាស់រួចក៏បានណែនាំឈ្មោះនឹងតួនាទីរបស់គេដែលធ្វើឲ្យអ្នកគ្រប់គ្នានឹងពិតជាសាមខ្លាំងមែនទែននៅក្នុងពេលជាមួយគ្នានោះដែរលីនលីងក៏បានទូរស័ព្ទទៅកាន់យេនធួដែលគេនឹងពិតជា
បារម្ភហើយភ័យខ្លាចខ្លាំងមែនទែនចង់ដឹងថាមានរឿងអ្វីកើតឡើងចំណែកឯយេនធัวគេក៏មិនទាន់អាចបកស្រាយនៅក្នុងពេលនេះបានដូចគ្នាទើបព្យាយាមប្រាប់ទៅកាន់លីនលីងកុំឲ្យមានការបារម្ភអីចំណែកឯកើស៊ឺឯនេះវិញគេនៅតែបន្តនិយាយអំពីអានុភាពនៃក្រុមរបស់គេរួមជាមួយនឹងតកោទាំង3ដែលខ្លាំងនៅក្នុងចំណោមអ្នកប្រមាញ់នៃភ្នំខាងត្បូងលើកសរសើរអំពីឪពុករបស់គេថាគាត់គឺជាអ្នកខ្លាំងបកែហើយតកោរបស់គេល្បីល្បាញអីអញ្ចឹងណាយ៉ាងណាមិញពេលនេះពួកគេអត់ទាន់មកគ្រប់គ្នានោះឡើយដោយកូនប្រុសរបស់គាត់ដែរឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាតកោអ្នកប្រមាញ់ឆ្កែឆ្កួតរួមជាមួយនឹងតកោរំពាត់អវត្តមានរហូតអញ្ចឹងមេដឹកនាំក៏បាននិយាយឡើងថាតកោរំពាត់ស្ថិតនៅក្រៅប្រទេសតែបើសិនជាពួកយើងត្រូវការគេនឹងមកទីនេះភ្លាមចំណែកឯតកោឆ្កែឆ្កួតគេដើរនៅគ្រប់ទីកន្លែងប្រសិនបើមានពេលទំនេរគាត់នឹងនាំមកទីនេះលោកសានអត់ចង់រងចាំទីទេគេក៏បានសួរទៅកាន់មេដឹកនាំដែលធ្វើឲ្យមេដឹកនាំនឹងសម្រេចចិត្តថានឹងសួរលោកដាថងលើបែបនេះកូនប្រុសរបស់គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីវត្តមានរបស់លោកដាថងព្រោះតែគាត់នឹងគឺជាអ្នកខ្លំមើលដ៏ល្អបំផុតហើយក៏ជាប្រធានក្រុមសង្គ្រោះផងដែរមេដឹកនាំក៏បានបញ្ជាក់ទៅកាន់អ្នកគ្រប់គ្នាថាអ្នកនៅទីនេះសុទ្ធសឹងតែជាគ្រួសារផ្សាយរឿងជាបន្តក៏បានបង្ហាញអំពីលោកថងដែលមានរហស្សនាមជាក្បាលធំកំពុងតែចុះបេសកកម្មរបស់ខ្លួនដែលរើថ្មភ្នំនឹងចេញពីផ្លូវម្រុំពេជ្រនោះមេដឹកនាំក៏បានខំមកប្រាប់គេអំពីសារនៅក្នុងទូរស័ព្ទដែលគាត់ផ្ទាល់ក៏មិនសូវជឿទុកចិត្តទៅលើសារមួយនោះដែរពីព្រោះតែតួស្រីគឺជាមនុស្សថ្មីថ្មោងអីចឹងណារំពេចនោះក៏មានឡានមួយគ្រឿងឆ្លងកាត់ដែលធ្វើឲ្យលោកថងនឹងពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះស្លាកលេខឡានមួយនោះវាដូចនៅអ្វីដែលតួស្រីនឹងបានផ្ញើសារមកកាន់ពួកគេអញ្ចឹងមិនវងអង្គពេលយូរគាត់ក៏បានដាក់ទូរស័ព្ទចុះនិងខាត់ឡានមួយនោះជាបន្ទាន់យេនធัวគេរៀងភ័យបន្តិចដែរតែក៏ព្យាយាមធ្វើធម្មតាខ្លាចគេសង្ស័យអីអញ្ចឹងណាគ្រាន់តែបើកកញ្ចក់ឡានចូលភ្លាមលោកថងក៏អាចខាត់ក្លិនដឹងនៃគូយាធ្វើឲ្យគាត់នឹងមានការសង្ស័យយ៉ាងខ្លាំងរំពេចនោះក៏បានប្រាប់ទៅកាន់តួប្រុសរបស់យើងវិញថាផ្លូវខាងមុខអត់អាចទៅបានឡើយសូមឲ្យគេនឹងទៅតាមគាត់ទៅព្រោះគាត់គឺជាអ្នកជួយសង្គ្រោះដឹងអំពីផ្លូវផ្សេងដែលអាចទៅកាន់ទីក្រុងបានដោយសមាជិកជាអ្នកសង្គ្រោះរបស់គេយេនធัวក៏បានសម្រេចចិត្តយកព្រមធ្វើដំណើរទៅតាមគាត់ផ្សាយរឿងក៏បានបង្ហាញអំពីសន្តាគារវិញម្ដងដោយពេលនេះមានភ្ញៀវជាច្រើនកំពុងតែតវ៉ាជាមួយនឹងអ្នកគ្រប់គ្រងឲ្យសងថ្លៃជំនឿចិត្តនឹងមកឲ្យពួកគេរំពេចនោះលោកសុងក៏បានជ្រៀតចូលមកសួរអ្នកគ្រប់គ្រងអំពីម្ចាស់បន្ទប់លេខ302តែក៏ត្រូវបានភ្ញៀវនៅទីនោះហាមឃាត់ថាគេគឺជាអ្នកមកមុនលោកសុងក៏បានលើកដៃដែលមានរបួសនឹងបង្ហាញពួកគេតែម្ដងដែលធ្វើឲ្យពួកគេនឹងមានភាពភ័យខ្លាចយ៉ាងខ្លាំងបន្តសួរទៅកាន់អ្នកគ្រប់គ្រងអំពីម្ចាស់បន្ទប់លេខ302អ្នកគ្រប់គ្រងនឹងពិតជាភ័យខ្លាចយ៉ាងខ្លាំងព្យាយាមប្រាប់ទៅកាន់លោកសុងថាតាមប័ណ្ណបញ្ជារបស់សន្តាគារគេមិនអាចបង្ហាញអំពីព័ត៌មានរបស់ភ្ញៀវបានទេដែលធ្វើឲ្យលោកសុងពិតជាខឹងយ៉ាងខ្លាំងរួចក៏បានចាប់ក្បាលរបស់គេផ្អឹបនៅនឹងតុយកស្គរគ្រាប់ដែលនៅជិតនោះហើយញាត់មាត់គេនឹងបង្ខំឲ្យគេនឹងឆ្លើយអំពីម្ចាស់បន្ទប់បើទោះបីជាមានសន្តិសុខមហាមឃាត់គេក៏គេមិនស្ដាប់នោះដែរអំឡុងពេលជាមួយគ្នាតួស្រីក៏បានតែងខ្លួនធ្វើជាបុគ្គលិកសន្តាគារចាក់អីវ៉ាន់រុំជាមួយនឹងវ៉ាលីជាច្រើនអស់ចេញទៅចៃដនពេលនោះលោកសុងក៏បានកលៃឃើញនាងនឹងព្យាយាមបញ្ឈប់នាងតែក៏ត្រូវបានរារាំងដោយសន្តិសុខទៅគាត់នឹងវាយសន្តិសុខម្នាក់នោះតែម្ដងបំរុងនឹងទៅតាមតួស្រីទៅហើយស្រាប់តែក្រុមប៉ូលីសនឹងបានចូលមកដល់ទាន់ពេលវេលាដែលធ្វើឲ្យគេនឹងបញ្ឈប់អំពីសកម្មភាពខ្លួនឯងភ្លាមចៃរឿងក៏បានបង្ហាញអំពីយេនធัวដែលនៅតែព្រួយបារម្ភអំពីវត្តមានរបស់គូយ៉ាចំណែកឯលោកថងនៅខាងមុខក៏មានការព្រួយបារម្ភដូចគ្នាតែគាត់បានយកទូរស័ព្ទផ្ញើសារទៅកាន់ក្រុមរបស់ពួកគេអំពីឡានមួយនោះដែលគាត់នឹងបានហាត់ក្លិនដឹងថាមានបិសាចនៅក្នុងនោះគ្រាន់តែសារមួយនោះបញ្ជូនទៅដល់អ្នកគ្រប់គ្នាធ្វើឲ្យពួកគេនឹងពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងអំឡុងពេលជាមួយគ្នាយេនធัวក៏បានឃើញឡាននឹងឆ្លងកាត់ទៅដោយគ្មានការហាមឃាត់អំពីអ្នកសង្គ្រោះនោះទេដែលធ្វើឲ្យគេនឹងពិតជាសង្ស័យយ៉ាងខ្លាំងរួចគេក៏បានខលទៅកាន់មជ្ឈមណ្ឌលព័ត៌មាននៃចរាចរណ៍អំពីបញ្ហាផ្លូវមួយនេះថាវាមានការខូចខាតនិងអាចឆ្លងកាត់បានដែរឬទេបុគ្គលិកមជ្ឈមណ្ឌលក៏បានបញ្ជាក់ប្រាប់គេយ៉ាងច្បាស់ថាផ្លូវមួយខ្សែនោះក៏តែមានថ្មបាក់មកពីលើភ្នំបន្តិចតែប៉ុណ្ណោះហើយពួកគេក៏បានសម្អាតវារួចរាល់ផងដែរដូច្នេះហើយគេអាចឆ្លងកាត់នៅផ្លូវមួយនោះបានយេនធัวគេដឹងភ្លាមថាប្រកាសជាមានតបតាក់ទងជាមួយនឹងរបស់ដែលនៅខាងក្រោយឡានគេជាមិនខានលុះពេលដែលពួកគេធ្វើដំណើរទៅដល់ក្រោមស្ពានមួយអ្នកសង្គ្រោះក៏បានបក់ដៃឲ្យទូប្រុសនឹងបន្តដំណើរទៅមុខទៀតតែគេមិនព្រមបើកទៅនោះឡើយដែលធ្វើឲ្យអ្នកសង្គ្រោះនឹងចាប់ផ្ដើមសង្ស័យរួចក៏បន្តចុះទៅលើឡានកាន់ញញួរដើរសម្ដៅទៅរកយេនធូមិនស្ទាក់ស្ទើរយេនធូក៏បានជន់ឡានសម្ដៅទៅមុខយ៉ាងលឿនដែលធ្វើឲ្យលោកថងនឹងឡើងលើឡានដេញតាមគេតែម្ដងពេលនេះឡានទាំងពីរពិតជាមានល្បឿនលឿនហើយប្រកេកប្រកិតជាមួយគ្នាខ្លាំងមែនទែនបើទោះបីជាមានឧបសគ្គនៃឡានមួយចំនួនក៏ពួកគេអាចគេចបានយ៉ាងងាយស្រួលកន្លែងមកកាន់តួស្រីនាងក៏បានយកវ៉ាលីដែលមានតកង់ឡាននៅទីនោះចូលទៅក្នុងឡានរួចបន្តដំណើរចាកចេញពីសន្តាគារផងដែរងាកមកមើលយេនធัวនេះវិញអំឡុងពេលដែលគេបើកឡានក៏មានការដ្ឋានសាងសង់ផ្លូវនៅខាងមុខឆ្លៀកអាកាសដែលមានគ្រឿងចាក់បូមើគេក៏បានកិច្ចចង្កូតចេញជាបន្ទាន់បណ្ដាលឲ្យលោកថងនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចក៏ជ្រោចង្កូតធ្លាក់ពីលើផ្លូវក៏ពិតជាខឹងជាមួយយេនធัวខ្លាំងមែនទែនដែលធ្វើឲ្យបេសកកម្មរបស់គាត់បរាជ័យក្រោយមកក៏បានផ្ញើសារអំពីភាពបរាជ័យរបស់ខ្លួនទៅកាន់ក្រុមកលែកមើលមកកាន់តួស្រីដែលស្ថិតនៅលើផ្លូវជាមួយគ្នារវល់តែមើលសារមួយនោះនាងមិនបានមើលទៅខាងមុខនោះឡើយចំណែកឯយេនធัวដែលធ្វើដំណើរបញ្ច្រាស់ទៅគ្នាឯនេះវិញគេក៏អាឡ័យតែមើលទៅខាងក្រោយដូចគ្នាបណ្ដាលឲ្យឡានទាំងពីរនឹងស្ទើរតែបោកគ្នាធ្វើឲ្យពួកគេនឹងបញ្ញាបញ្ញាជិះរៀងខ្លួនដោយយេនធัวគេអាចគ្រប់គ្រងឡានរបស់គេបានចំណែកឯតួស្រីនាងក៏បានជ្រោចង្កូតបុកជញ្ជាំងផ្លូវបណ្ដាលឲ្យសន្លប់នៅទីនោះតែម្ដងខ្សែរឿងជាបន្តក៏បានបង្ហាញអំពីបរិះម្នាក់យកសាច់ឆៅចូលទៅក្នុងបន្ទប់មួយដោយបន្ទប់មួយនោះពោពេញទៅដោយតុក្កតា
ដាដាច់ក្បាលរួមជាមួយនឹងស្នាមខ្វាច់នៃកញ្ចក់ជើងរបស់សត្វចម្លែកដោយបារម្ភម្នាក់នោះគេក៏ជាអ្នកប្រមាញ់នៃភ្នំខាងត្បូងមានឈ្មោះថាស៊ីនសិនគេបាននិយាយទៅកាន់សត្វចម្លែកមួយនោះថាមិនបានយកគេនឹងចេញទៅដើរលេងនោះឡើយដោយសារតែអ្នកប្រមាញ់នៃភ្នំខាងត្បូងមានគ្រប់ទីកន្លែងហើយរៀងរាល់4ឆ្នាំម្ដងនៅក្នុងទីក្រុងទាំងមូលក៏ត្រូវបានដើរយន្តល្បាតដូចគ្នាដូច្នេះមិនយូរទៀតទេគេនឹងអាចទៅឡើងដើមឈើបានម្ដងទៀតជាមិនខានឲ្យតែពេលនេះអរិយាប័ត្ររបស់គេល្អនឹងស្នាក់នៅទីនេះដោយស្ងៀមស្ងាត់មើលទៅកាន់សត្វចម្លែកមួយនោះដូចជាស្ដាប់បង្គាប់គេខ្លាំងមែនទែនខណៈពេលនោះមេដឹកនាំក៏បានប្រាប់អំពីដំណឹងរបស់លោកថងថាមានបិសាចនៅខាងក្រៅវាគឺជាបេសកកម្មបន្តរបស់គេលើបែបនេះហើយស៊ីនសិនក៏បានចេញមកខាងក្រៅចាក់សោទ្វារផ្លុំហៅបិសាចឲ្យចុះមកស៊ីចំណីហើយសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏ត្រូវបានចប់ដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្រាយរឿងរបស់ Admin ជួបគ្នានៅវីដេអូបន្ទាប់បាយបាយ